បាទខ្ញុំបាទសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនលោកយាយលោកតានិងប្រិយមិត្តទាំងអស់ថ្ងៃនេះផងដែរខ្ញុំបាទមានអត្ថបទព័ត៌មានមួយដែលមានចំណងជើងថាត្រឹមពេលជាង1ខែដួងមនិចបូជាសក់3ដងក្នុងផ្លូវព្រះធម៌ឃ្លាតកាន់តែឆ្ងាយពីជីវិតលយឆាយលើវិថីសិល្បៈបើនិយាយពីជីវិតឯកជនក្រោយរៀបការរវាងអ្នកនាងដួងមនិចនិងលោក Lider អ្នកគាំទ្រច្បាស់ជាបានជ្រាបហើយថាបន្ទាប់ពីចាប់ដៃគ្នាសាងគ្រួសារនិងរកស៊ីបានមួយរយៈធំហើយនោះមហាជនបានឃើញគូស្វាមីភរិយាមួយគូនេះបានដឹកដៃគ្នាជ្រះថ្លាចំពោះផ្លូវព្រះធម៌ក្នុងនោះកាលពីពេលថ្មីស្វាមីអ្នកនាងដួងមនិចក៏បានបួសជាព្រះសង្ឃមកទល់ពេលនេះផងដែរដល់ឡែកងាកទៅកាន់អ្នកនាងដួងមនិចឯនេះវិញក៏មិនខុសពីស្វាមីនោះឡើយដោយអ្នកនាងក៏បានកាន់សិលដើរលើផ្លូវព្រះធម៌រកភាពស្ងប់ដូចគ្នាដែរម្យ៉ាងវិញទៀតក្រោយពីការចាប់ផ្ដើមដើរលើផ្លូវព្រះធម៌ហើយអ្នកនាងដួងមនិចក៏បានឃ្លាតឆ្ងាយពីជីវិតលើវិថីសិល្បៈជាការពិតបើលើកយកពីជីវិតការប្រឡូកក្នុងវិស័យសិល្បៈមកធៀបនាពេលបច្ចុប្បន្នគឺអ្នកនាងដួងមនិចខុសគ្នាដល់ទៅ180ដឺក្រេខណៈកាលពេលអ្នកនាងប្រឡូកសិល្បៈពេញទំហឹងអ្នកនាងជាមនុស្សចូលចិត្តតុបតែងខ្លួនស៊ីវិល័យផាត់មុខធ្វើសក់រាល់ពេលដើរហើរចេញក្រៅម្ដងប៉ុន្តែនាពេលនេះអ្នកនាងហ៊ានលះបង់បូជាសក់ក្នុងផ្លូវព្រះធម៌មិនស្ដាយនោះឡើយជាក់ស្ដែងនៅថ្ងៃទី2ខែកុម្ភៈឆ្នាំ2026ដែលជាថ្ងៃបុណ្យមាឃបូជាអ្នកនាងដួងមនិចបានបូជាសក់លើកទី3ដោយលើកទី1អ្នកនាងបានបូជាថ្ងៃទី13ខែធ្នូឆ្នាំ2015និងលើកទី2គឺនៅថ្ងៃទី20ខែមករាឆ្នាំ2026បាទហើយអត្ថបទព័ត៌មានដែលខ្ញុំបានជម្រាបជូនខាងលើនេះក៏មានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា